គេច្រើនដងមិនដាច់ស្នេហ៍ស្មងអូនមិនរីផ្លាយមេឃភ្លៀងខ្លាំងហើយមិនដាច់ឡើយខ្ញុំនឹកគេម្លេះសួស្តីបងប្អូនបាទហ្នឹងហើយថ្ងៃនេះពួកខ្ញុំទំនេរពីការងារដល់ពេលអញ្ចឹងទៅនាំគ្នាមកកំសាន្តតំបន់មួយកន្លែងនៅខ្ចុងគីដូអញ្ចឹងណាហើយហ្នឹងហើយចឹងគេហ្នឹងហើយនៅខ្ចុងគីដូតំបន់នេះស៊ីបាទបងហើយខែភ្នែកណាបងប្អូនវាស្អាតហ្មងដឹងនិយាយថាម៉េចតែពិតវាធម្មជាតិហើយដល់ពេលស្អាតចឹងពេកទៅវាមិនដឹងថាវារំភើបឲ្យសប្បាយអារម្មណ៍មានសប្បាយដល់ពេលចឹងយើងចង់ចែករំលែករូបភាពបែបនេះទៅកាន់បងប្អូនយើងពិសេសអ្នកលោកពូអ្នកមីងតាយាយណាគាត់ឃើញរូបភាពបែបអញ្ចឹងទៅគឺគាត់វាថាប្រទេសគេរីកចម្រើនអានេះមិនមែនស្អាតតែកន្លែងនេះមួយណាវាស្អាតតាំងពីកន្លែងចាប់ផ្ដើមឡើងមកហ្មងហ្នឹងហើយវាធម្មជាតិណាយើងអារម្មណ៍យើងដល់ពេលយើងផ្ដោតនៅលើធម្មជាតិហ្នឹងទៅវាស្រស់ស្រាយហ្មងអានេះគេហៅថាចេះសម្បត្តិធម្មជាតិបាទនៅពេលដែលយើងចេះផ្នែកអាសម្បត្តិធម្មជាតិហ្នឹងទៅអាធម្មជាតិហ្នឹងវាផ្ដល់ឲ្យយើងវិញនៅអាផាសុខភាពនៅសោភ័ណភាពនៅសម្រស់នៅអីចឹងណាតំបន់នេះវាទៅនឹងការអភិវឌ្ឍគឺយើងមិនដឹងនិយាយថាម៉េចបងប្អូនវាធម្មជាតិបងប្អូនមើលតាក្រោយខ្នងទៅក្រោយខាងក្រោយនេះក៏ដឹងដែរស្អាតណាស់តាមពិតទៅស្រុកយើងក៏មានកន្លែងស្អាតដែរថាភាគច្រើនគ្រប់គ្រងដោយឯកជនអញ្ចឹងណាតែនៅស្រុកនេះគេគ្រប់គ្រងដោយរដ្ឋអញ្ចឹងណាអភិវឌ្ឍដោយរដ្ឋចាតើប្រភេទអញ្ចឹងប្រភេទបឹងប្រភេទភ្នំអញ្ចឹងនៅទូទាំងប្រទេសកូរ៉េហ្នឹងបងប្រហែលមិនឃើញច្រើនបាទឃើញច្រើនហ្នឹងបើតាមយើងគិតទៅមួយតំបន់អត់ក្រោមពី10 20កន្លែងណាអានេះគេទៅគេអភិវឌ្ឍទូទាំងប្រទេសគេហ្មងណាគេអភិវឌ្ឍទូទាំងប្រទេសគេឡាអានោះមកយើងស្រុកខ្មែរយើងគេថាគេខេត្តណាមែនទេធម្មតាវាមានខេត្តវាមានស្រុកវាមានឃុំវាមានភូមិអញ្ចឹងណាហើយនេះដូចថាតំបន់ណាដែលខេត្តណាដែលវាមានកន្លែងដូចជាបឹងដូចជាភ្នំដែលអាចកែច្នៃទៅជាកន្លែងគេហៅថារមណីយដ្ឋានធម្មជាតិទៅក៏គេច្នៃតាមហ្នឹងហ្នឹងមែនបាទអារម្មណ៍សប្បាយមែនខ្ញុំគាត់ថាពេលដែលយើងឡើងលើភ្នំគឺសប្បាយហ្មងអារម្មណ៍រំភើបរីករាយព្រោះវាបរិយាកាសវាធម្មជាតិណាធម្មតាកាលណាធម្មជាតិគឺអារម្មណ៍ក៏ធម្មជាតិដែរមិនចឹងព្រោះគាត់ឯងការ live នេះគាត់តែចង់យើងបង្ហាញជាវីដេអូជារូបភាពស្រស់ស្អាតបែបធម្មជាតិឥឡូវចេះទៅយើងនិយាយគ្នាបដាឲ្យបងប្អូនយើងគាត់ទស្សនារូបភាពដែលយើងដាក់អូខេក្នុងបងប្អូនហ្នឹងឥឡូវខ្ញុំចង់ឲ្យគ្រូឯងច្រៀងមួយបទហ្នឹងបាទអញ្ចឹងហ្នឹងហើយឥឡូវគ្រូឯងជួយរាប់អញ្ចឹងខ្ញុំច្រៀងមួយបទរាប់ជូនគេតែ1 2 3តាមានគេប្រាប់ថាអូនចិត្តរៀបការនឹងកូនអ្នកមានគេជាមនុស្សល្អឬអូនមានស្រឡាញ់គេទេអូនព្រមឬគេបង្ខំមានមេប្រាប់ការពិតបានទេព្រោះពេលនេះដូចឈឺទៅរៀនភ្នំពេញដួងចិត្តទន្ទិញសាងអនាគតអូនដែលបងនឹកបំផុតសែនរន្ធត់ពីដែលបានលឺនៅមិនសុខត្រឡប់មកស្រុកឲ្យអូនបំភ្លឺរឿងអូនរីកការជាការពិតឬព្រោះបងចង់លឺចេញពីមាត់អូនបាទប៉ុណ្ណឹងសិនចាស់ណាសុំអាកតុយតិចអាឡៃរៀបការថ្ងៃណាហ្នឹងដល់ឡើងហ្នឹងតើរៀបការថ្ងៃណាអតីតសង្សារចង់ចូលដៃកុំដាច់អាឡ័យទោះគ្មាននិស័យคล้ายជាប្តីអូនអនុស្សាវរីយ៍ពួកយើងទាំងពីរនឹងរលាយសូន្យតែចង់ជូនពោស្ងួនព្រោះយើងធ្លាប់ស្រឡាញ់គ្នា
អូខេអូខេអូខេ ព្រោះទេបងប្អូនបរិយាទេហើយចំពោះខ្ញុំគឺព្រោះគាត់គឺជា idol របស់ខ្ញុំមួយដែរណាចឹងប៉ុណ្ណឹងណា ហ្នឹងហើយបងប្អូន ហ្នឹងហើយអញ្ចឹងមិញហ្នឹងហើយគេលោកនិយាយទៅវាមានប៉ះពាល់អារម្មណ៍បងប្អូន សុំទៅបងមករំព្រឹកសុំទៅបងណាសុំទៅបង អញ្ចឹងអរគុណសូមជម្រាបលាហើយបាទ ឆាតគេច្រើនដងមិនដាច់ស្នេហ៍ស្មងអូនមិនរីផ្លាយមេឃភ្លៀងខ្លាំងហើយមិនដាច់ឡើយខ្ញុំនឹកគេម្លេះរឿងដែលកូនឡងអូននឹងបងជាសង្សារចាស់ពេលវេលាបដូរផ្លាំងយើងចាស់ឲ្យផ្លូវគ្នារៀងខ្លួនឆែកប្រូហ្វាល់អូនចិត្តនេះនៅពួនលួចនឹករូបគេអ្នកសុខសប្បាយទេមានចាំបុរសម្នាក់នេះអត់ចង់ដូចគ្រាដើមទៅមិនរួចអូនមិនអាចត្រឡប់ព្រោះអូនបានស្អប់បុរសម្នាក់នេះទៅហើយ